តើអ្នកអាចរក្សាភាពស្អប់ខ្ពើមនៅក្នុងចិត្តបានយូរប៉ុណ្ណាគ្រូបង្រៀនថ្នាក់ម្ដាយឲ្យម្នាក់បានសម្រេចចិត្តឲ្យសិស្សក្នុងថ្នាក់លេងល្បែងកម្សាន្តមួយអ្នកគ្រូបានប្រាប់ក្មេងម្នាក់ឲ្យយកថង់ប្លាស្ទិកមួយដែលផ្ទុកដំឡូងបារាំងពីរបីមើមមកសាលាដំឡូងនីមួយនឹងត្រូវដាក់ឈ្មោះតំណាងឲ្យមនុស្សដែលក្មេងម្នាក់ស្អប់ដូច្នេះចំនួនដំឡូងដែលក្មេងម្នាក់ត្រូវដាក់ក្នុងថង់គឺអាស្រ័យលើចំនួនមនុស្សដែលពួកគេស្អប់ដល់ថ្ងៃកំណត់ក្មេងគ្រប់គ្នាបានយកដំឡូងមកតាមខ្លួនដែលមានសរសេរឈ្មោះមនុស្សដែលពួកគេស្អប់ក្មេងខ្លះមានដំឡូង2មើមខ្លះមាន3មើមហើយខ្លះទៀតមានរហូតដល់5មើមបន្ទាប់មកអ្នកគ្រូបានប្រាប់ក្មេងឲ្យកាន់ថង់ដំឡូងនោះតាមខ្លួនទៅគ្រប់ទីកន្លែងរយៈពេល1សប្តាហ៍ថ្ងៃកន្លងផុតទៅក្មេងចាប់ផ្ដើមរអ៊ូទាំដោយសារក្លិនមិនល្អដែលភីចេញពីដំឡូងរលួយក្រៅពីនេះអ្នកដែលមានដំឡូងដល់ទៅ5មើមក៏ត្រូវលីសែងថង់ដែលធ្ងន់ជាងគេដែរក្រោយរយៈពេល1សប្តាហ៍ក្មេងមានអារម្មណ៍ធូរស្រាលយ៉ាងខ្លាំងដោយសារល្បែងនេះបានបញ្ចប់អ្នកគ្រូបានសួរថាតើកូនមានអារម្មណ៍យ៉ាងណាដែរនៅពេលត្រូវកាន់ដំឡូងទាំងនោះតាមខ្លួនអស់រយៈពេល1សប្តាហ៍ក្មេងបានបញ្ចេញនូវភាពមួម៉ៅនិងចាប់ផ្ដើមត្អូញត្អែពីការលំបាកដែលពួកគេបានឆ្លងកាត់ដោយត្រូវកាន់ដំឡូងដែលធ្ងន់និងមានក្លិនស្អុយតាមខ្លួនទៅគ្រប់ទីកន្លែងបន្ទាប់មកអ្នកគ្រូក៏បានពន្យល់ពីអត្ថន័យបង្កប់នៃល្បែងនេះថានេះហើយគឺជាស្ថានភាពពិតនៅពេលដែលកូនផ្ទុកការស្អប់ខ្ពើមចំពោះនរណាម្នាក់ទុកក្នុងចិត្តក្លិនស្អុយនៃភាពស្អប់ខ្ពើមនឹងធ្វើឲ្យខូចចិត្តរបស់កូនហើយកូននឹងត្រូវនាំវាទៅជាមួយគ្រប់ទីកន្លែងបើកូនមិនអាចទ្រាំនឹងក្លិនដំឡូងរលួយត្រឹមតែ1សប្តាហ៍ផងតើកូនអាចស្រមៃបានទេថាតើវាមានសភាពបែបណាទៅបើកូនត្រូវផ្ទុកក្លិនស្អុយនៃភាពស្អប់ខ្ពើមនៅក្នុងចិត្តអស់មួយជីវិតនោះគិតអប់រំចូលគ្រវែងចោលនៅរាល់ការស្អប់ខ្ពើមទាំងឡាយចេញពីក្នុងចិត្តដើម្បីកុំឲ្យអ្នកត្រូវលីសែងបន្ទុកដ៏ធ្ងន់នេះអស់មួយជីវិតការអភ័យទោសឲ្យអ្នកដទៃគឺជាឥរិយាបថដ៏ល្អបំផុតការគិតអវិជ្ជមានចំពោះនរណាម្នាក់នឹងបំផ្លាញសេចក្តីសុខក្នុងចិត្តរបស់អ្នកចូលចងចាំនៅរឿងល្អដែលគេបានធ្វើចំពោះអ្នកហើយលះបង់នៅភាពស្អប់ខ្ពើមទាំងនោះចេញទៅចុះ